วิปัสสนาធ្វើឲ្យចិត្តកាយរបស់យើងស្ងប់ស្ងាត់ល្អហើយគេមានគ្រប់គ្រាន់ហើយបានគេទៅវិបស្សនាតែបើយើងកំពុងតែអត់អីស៊ីហើយយើងរត់ទៅវិបស្សនាតើធ្វើឲ្យចិត្តស្ងប់ដែរឬទេបើយើងអត់អីស៊ីផងនឹងអញ្ចឹងឲ្យគេទៅបស្សនាគេមានឡានជិះគេមានអីហូបគេមានគ្រប់គ្រាន់ហើយបានគេទៅហើយដោយសារយើងទៅវិបស្សនានេះដោយសារមានរឿងពីរទី1ដោយសារយើងមានកិលេសនឹងទណ្ហាហើយកណាយើងមានអានឹងហើយតើយើងព្រមទៀតកណាយើងអត់ព្រមទេទៅដល់ទីណាក៏ដោយក៏អត់សុខដែរហើយយើងដេកមកលក់ដោយសារយើងចូលចិត្តយកបញ្ហាមកដាក់ខ្លួនអញ្ចឹងហើយតើយើងព្រមធ្វើអីព្រមនេះមានពីរទៀតព្រមអវិជ្ជមាននិងព្រមវិជ្ជមានព្រមទៅរត់ហាត់ប្រាណដើម្បីសម្រេចគោលដៅព្រមទៅរកស៊ីបានតិចក៏ដោយប្រសើរជាងអត់ពោះវាជាជីវិតប្រចាំថ្ងៃហើយអាព្រមអវិជ្ជមានព្រមដេកដួលរមួលផ្សំគ្រិចព្រមខ្ជិលព្រមគ្រប់បែបយ៉ាងទាំងអស់ហើយតែព្រមអ្វីដែលមិនអស់គេថាព្រមអវិជ្ជមាននេះគឺជាធម៌រិយចក្ររបស់ព្រះពុទ្ធមិនមែនគ្រូ